សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះបញ្ជុកគ្នាទៀតហើយនៅក្នុងនេះយើងមើលសម្រាប់ថ្ងៃទី8ដល់ថ្ងៃទី14នៅក្នុងខែមេសាថាតើមានអ្វីសម្រាប់បងប្អូនទាំងអស់គ្នាដូច្នេះហើយចូលតាមដានទស្សនាទាំងអស់គ្នាថាតើនៅថ្ងៃទី8ដល់ថ្ងៃទី14នៃខែមេសាហើយក៏ក្នុងជាអំឡុងពេលដែរចូលឆ្នាំខ្មែរយើងផងដែរថាតើមានអ្វីសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងអំឡុងពេលវេលាហ្នឹងក្នុងនេះសូមស្លឹកកាតដូចសពមួយដងតើនៅថ្ងៃទី8ដល់ថ្ងៃទី14មានអ្វីអូសម្រាប់អ្នកទាំងអស់គ្នាដែរឬទេជាងសូមស្លឹកកាតចំនួន4ស្លឹកតើមានអ្វីពិសេសសម្រាប់អ្នកទាំងអស់គ្នាដែរឬទេនៅក្នុងពេលវេលាហ្នឹងចង់ចេញមកសូមយកនឹងតែម្ដងឥឡូវយើងមកមើលទាំងអស់គ្នាថាតើនៅក្នុងថ្ងៃទី8ដល់ថ្ងៃទី14នៅក្នុងខែមេសាមានអ្វីដែលចូលមកក្នុងជីវិតបងប្អូនទាំងអស់គ្នាឥឡូវយើងចូលមើលតែម្ដងស្លឹកកាតដំបងគេសម្រាប់នៅក្នុងនេះមើលឃើញថាល្អសម្រាប់អ្នកដែលអត់មានគូបើអ្នកទាំងអស់គ្នាអត់មានគូទេមើលឃើញថានៅក្នុងពេលវេលាហ្នឹងអ្នកទាំងអស់គ្នានឹងអាចបានជួបស្នេហាគ្រាដំបងរបស់បងប្អូនទាំងអស់គ្នាហើយដូច្នេះហើយធ្វើឲ្យអ្នកទាំងអស់គ្នាអាចថាបានជួបស្នេហាគ្រាដំបងរបស់អ្នកប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នាហ្នឹងមានគូហើយវិញមើលឃើញថានៅក្នុងពេលវេលាហ្នឹងអ្នកទាំងអស់គ្នាអាចនឹងមានការសម្រេចចិត្តជ្រើសរើសយកនរណាម្នាក់ដើម្បីរួមដំណើរជីវិតជាមួយនឹងបងប្អូនទាំងអស់គ្នាដោយសារតែនៅក្នុងតំណែងស្នេហាមួយនេះគឺថាមើលឃើញថាអ្នកទាំងអស់គ្នាអាចនឹងមានជំរឿសឬក៏ដៃគូស្នេហារបស់បងប្អូនទាំងអស់គ្នាហ្នឹងមានជំរឿសដូច្នេះហើយនៅក្នុងសិលកាតមួយនេះគឺមានន័យពីរបែបហ្នឹងបើសិនជាអ្នកទាំងអស់គ្នានឹងអត់ទាន់មានគូទេអ្នកទាំងអស់គ្នានឹងបានជួបស្នេហាគ្រាដំបូងរបស់បងប្អូនទាំងអស់គ្នាឬក៏បានជួបគូរបស់បងប្អូនទាំងអស់គ្នាដែលជាលើកដំបូងប៉ុន្តែបើអ្នកដែលមានគូហើយវិញនៅក្នុងសិលកាតមួយនេះមើលឃើញថាអ្នកទាំងអស់គ្នាកំពុងតែមានការសម្រេចចិត្តដើម្បីជ្រើសរើសយកនរណាម្នាក់ដើម្បីរួមដំណើរជីវិតជាមួយនឹងបងប្អូនទាំងអស់គ្នាដោយសារតែស្នេហាមួយហ្នឹងគឺអត់អាចមានមនុស្សច្រើនគ្នាបានទេគឺតម្រូវឲ្យជ្រើសរើសដូច្នេះហើយធ្វើឲ្យបងប្អូនទាំងអស់គ្នាអ្នកដែលមានគូខ្លះរៀងពិបាកក្នុងការសម្រេចចិត្តពីព្រោះថាអត់ដឹងថាត្រូវជ្រើសរើសបែបណាវាល្អសម្រាប់បងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកមើលស្លឹកកាតបន្តទៀតមើលថាតើមានអ្វីសម្រាប់បងប្អូនទាំងអស់គ្នានៅថ្ងៃទី8ដល់ថ្ងៃទី14នៅក្នុងខែមេសាសម្រាប់នៅក្នុងពេលវេលាហ្នឹងមើលឃើញថាបងប្អូនទាំងអស់គ្នាអាចនឹងថាមានភាពល្អដែរសម្រាប់អ្នកទាំងអស់គ្នាផ្ទាល់ពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់របស់អ្នកទាំងអស់គ្នានៅក្នុងនេះមើលឃើញថាអ្នកទាំងអស់គ្នាមានការត្រិះរិះពិចារណាខ្លាំងណានៅក្នុងលុយកាក់ដែលមាននៅក្នុងដៃរបស់អ្នកដូចនេះហើយអ្នកទាំងអស់គ្នាចង់ឲ្យវានឹងមានភាពរីកចម្រើនទៅថ្ងៃមុខឬក៏ទៅថ្ងៃអនាគតដូច្នេះហើយមើលឃើញថាអ្នកទាំងអស់គ្នាអាចនឹងមានការចាត់ចែងលុយកាក់ដែលមាននៅក្នុងដៃហ្នឹងអាចនឹងយកវាទៅវិនិយោគលើរឿងអ្វីមួយដើម្បីអ្នកទាំងអស់គ្នាទទួលបានភាពជោគជ័យនៅពេលខាងមុខដូច្នេះហើយវាជាពេលវេលាមួយដែលអ្នកទាំងអស់គ្នាអាចនឹងថាត្រូវកសាងឋានៈលុយកាក់បងប្អូនទាំងអស់គ្នាឲ្យទទួលបានភាពជោគជ័យហើយអ្វីដែលសំខាន់អ្នកទាំងអស់គ្នាគឺជាមនុស្សដែលមានភាពល្អិតល្អន់ខ្លាំងក្នុងរឿងលុយកាក់ដែលមាននៅក្នុងដៃអ្នកទាំងអស់គ្នាមុននឹងយកទៅធ្វើអីមួយគឺអ្នកទាំងអស់គ្នាមានការត្រិះរិះពិចារណាឬក៏មានភាពល្អិតល្អន់ខ្លាំងដូច្នេះហើយនៅក្នុងលុយកាក់មួយនេះអ្នកទាំងអស់គ្នាអាចនឹងចាត់ចែងវាទៅតាមរូបភាពណាមួយដែលអ្នកទាំងអស់គ្នាមើលឃើញថាវាផ្ដល់ផលចំណេញដល់បងប្អូនទាំងអស់គ្នាដូច្នេះហើយអាចថាអ្នកទាំងអស់គ្នានឹងមានភាពរីកចម្រើនទៅមុខប៉ុន្តែបែបយឺតប៉ុន្តែវាគង់វង្សដូច្នេះហើយគឺល្អសម្រាប់បងប្អូនទាំងអស់គ្នាដោយសារតែនៅក្នុងនេះផ្ទាល់មើលឃើញថាអាចថាបងប្អូនទាំងអស់គ្នាមានការខិតខំប្រឹងប្រែងខ្លាំងនៅក្នុងការធ្វើការងាររបស់អ្នកទាំងអស់គ្នាទោះបីជាលទ្ធផលភ្លាមចេញមកលទ្ធផលមិនសូវល្អក៏ដោយប៉ុន្តែលទ្ធផលហ្នឹងវាមានភាពគង់វង្សដល់បងប្អូនទាំងអស់គ្នាអ្វីដែលសំខាន់ទៀតអ្នកទាំងអស់គ្នានឹងមានភាពរីកចម្រើននឹងមានភាពរីកលូតលាស់
ប៉ុន្តែបែបយឺតនិងគង់វង្សដូច្នេះគឺល្អសម្រាប់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយរឿងលុយកាក់ដោយសារតែអ្នកទាំងអស់គ្នាគឺជាមនុស្សដែលចេះចាត់ចែងរឿងលុយកាក់ស្រាប់ហើយគ្រាន់តែអ្នកទាំងអស់គ្នាចង់យកលុយកាក់របស់អ្នកទាំងអស់គ្នាទៅវិនិយោគឲ្យវាមានភាពរីកចម្រើនជាងមុនតែប៉ុណ្ណោះឥឡូវយើងមកមើលទៀតថាតើមានអ្វីទៀតសម្រាប់អ្នកទាំងអស់គ្នានៅថ្ងៃទី8ដល់ថ្ងៃទី14សម្រាប់នៅក្នុងថ្ងៃទី8ដល់ថ្ងៃទី14នេះផងដែរបងប្អូនទាំងអស់គ្នាអានថាបើសិនជាអ្នកទាំងអស់គ្នានៅពេលកន្លងមកមានការត្រូវការនរណាម្នាក់ដែលចង់មកជួយការងារបងប្អូនទាំងអស់គ្នាអីគឺអានថានៅក្នុងពេលវេលាហ្នឹងអ្នកទាំងអស់គ្នានឹងទទួលបានមនុស្សដែលចូលមកជំនួសការងារបងប្អូនទាំងអស់គ្នាបានហើយអ្វីដែលសំខាន់នោះមើលឃើញថាមនុស្សអ្នកហ្នឹងមានការជួយធ្វើការងារបងប្អូនទាំងអស់គ្នាបានល្អខ្លាំងមែនទែនដោយសារតែនៅក្នុងហ្នឹងគាត់ជាមនុស្សដែលយល់ចិត្តបងប្អូនទាំងអស់គ្នាខ្លាំងគាត់យល់ចិត្តជាមនុស្សដែលដឹងចិត្តបងប្អូនទាំងអស់គ្នាថាចង់បានអីថាត្រូវការអ្វីដូច្នេះហើយទើបធ្វើឲ្យមនុស្សអ្នកហ្នឹងចូលមកធ្វើឲ្យអ្នកទាំងអស់គ្នាអាចមានការពេញចិត្តជាមួយនឹងសមត្ថភាពរបស់គាត់ខ្លាំងហើយអ្វីដែលសំខាន់ទៀតដែរបើសិនជានិយាយអំពីតំណែងក្នុងរឿងស្នេហាវិញមើលឃើញថាបងប្អូនទាំងអស់គ្នានឹងអាចបានជួបមនុស្សដែលត្រូវចិត្តដែលអាចជួបមកជំនួសមនុស្សចាស់របស់បងប្អូនទាំងអស់គ្នាបានហើយអ្វីដែលសំខាន់ទៀតមនុស្សម្នាក់ហ្នឹងគឺគាត់ពូកែដឹងចិត្តយល់ថ្លើមបងប្អូនទាំងអស់គ្នាខ្លាំងគាត់ដឹងថាអ្នកទាំងអស់គ្នាចង់បានអីត្រូវការអ្វីដូច្នេះហើយនៅក្នុងម្លងថ្ងៃទី8ដល់ថ្ងៃទី14ហ្នឹងបងប្អូនទាំងអស់គ្នានឹងបានជួបមនុស្សដែលយល់ចិត្តយល់ថ្លើមបងប្អូនទាំងអស់គ្នាខ្លាំងដូច្នេះហើយអ្នកទាំងអស់គ្នាចាំសង្កេតមើលទាំងអស់គ្នាថាតើអ្នកទាំងអស់គ្នាពិតជាទទួលបានមនុស្សប្រភេទបែបហ្នឹងមែនតើឬទេដោយសារតែនៅក្នុងនេះអានថាគេចូលមកគឺអានថាមុនដំបូងអានថាជាមិត្តភាពនៅក្នុងកន្លែងការងារប៉ុន្តែនៅក្នុងនេះបើសិនជាមានការវិវត្តទៅជាស្នេហាបងប្អូនទាំងអស់គ្នាអាចនឹងមានការលងស្រឡាញ់មនុស្សម្នាក់ហ្នឹងដោយសារតែអ្នកទាំងអស់គ្នាមើលឃើញថាគាត់ជាមនុស្សដែលយល់ចិត្តបងប្អូនទាំងអស់គ្នាខ្លាំងអានថាវាជារឿងមួយដែលពិបាកអ្នកទាំងអស់គ្នាក្នុងការបានជួបមនុស្សប្រភេទបែបហ្នឹងដែរប៉ុន្តែនៅក្នុងអំឡុងថ្ងៃទី8ដល់ថ្ងៃទី14អានថាមនុស្សប្រភេទបែបហ្នឹងគាត់នឹងចូលមកក្នុងជីវិតបងប្អូនទាំងអស់គ្នាអានថាដំបូងឡើយវាពាក់ព័ន្ធជាមួយនឹងរឿងការងារអាននឹងចូលមកជំនួសចូលមកជួយធ្វើការងារបងប្អូនទាំងអស់គ្នាហើយមានភាពល្អប្រសើរអីអញ្ចឹងទៅប៉ុន្តែមនុស្សម្នាក់ហ្នឹងគាត់អាចនឹងថាមានសមត្ថភាពខ្ពស់ការងារដែលអ្នកទាំងអស់គ្នាធ្វើបែបណាគឺគាត់ធ្វើបែបហ្នឹងមានន័យថាគឺគាត់អាចធ្វើការងារមួយនឹងបានយ៉ាងល្អខ្លាំងមែនទែនដូច្នេះហើយទើបបានថាមនុស្សម្នាក់នេះចូលមកនេះគឺអាចជំនួសមនុស្សចាស់បងប្អូនទាំងអស់គ្នាបានបើសិនជាអ្នកទាំងអស់គ្នាធ្លាប់មានបញ្ហានៅក្នុងរឿងស្នេហាហើយនៅក្នុងពេលហ្នឹងអ្នកទាំងអស់គ្នានឹងយល់ថាមនុស្សម្នាក់ហ្នឹងគឺជាមនុស្សដែលឆ្លាតពូកែដែលយល់ចិត្តបងប្អូនទាំងអស់គ្នាខ្លាំងអ្វីដែលសំខាន់នោះគឺគេទាយដឹងថាអ្នកទាំងអស់គ្នាចង់បានអីត្រូវការអ្វីទៀតនេះគឺជាចំណុចពិសេសរបស់មនុស្សម្នាក់ហ្នឹងឥឡូវយើងមកមើលទៀតថាតើនៅថ្ងៃទី8ដល់ថ្ងៃទី14នៃខែមេសាមានអ្វីពិសេសទៀតសម្រាប់បងប្អូនទាំងអស់គ្នាសម្រាប់នៅក្នុងនឹងផងដែរមើលឃើញថាគឺល្អខ្លាំងមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាអ្វីគឺនឹងមានការផ្លាស់ប្ដូរនឹងមានភាពរីកចម្រើនសម្រាប់បងប្អូនទាំងអស់គ្នាផ្ទាល់បើសិនជានិយាយអំពីរឿងការងារវិញមើលឃើញថាបងប្អូនទាំងអស់គ្នាអាចនឹងទទួលបានអំណាចមួយចំនួនដែលចូលមកដែលពាក់ព័ន្ធជាមួយនឹងមនុស្សស្រីអាចថានឹងមានអំណាចមនុស្សស្រីចូលមកហើយអ្វីដែលសំខាន់ទៀតមើលឃើញថាបងប្អូនទាំងអស់គ្នាអាចនឹងមានការផ្លាស់ប្ដូរតំណែងមានការឡើងឋានៈតួនាទីខ្ពង់ខ្ពស់ជាងមុនផងដែរហើយបើសិនជានិយាយអំពីរឿងលុយកាក់វិញមើលឃើញថានៅក្នុងពេលវេលាហ្នឹងជាពេលវេលាមួយដែលអ្នកទាំងអស់គ្នានឹងអាចទទួលបានលុយកាក់ចូលមកច្រើនជាសពម្ដងនៅក្នុងអំឡុងពេលវេលាហ្នឹងអ្វីដែលសំខាន់នោះអ្នកទាំងអស់គ្នានឹងមានភាពរីកចម្រើនមានភាពឈានមុខអ្វីដែលពិសេសនឹងមានភាពរីកលូតលាស់ទៅមុខល្អខ្លាំងមែនទែនហើយនៅក្នុងនេះបើសិនជាពេលវេលាកន្លងអ្នកទាំងអស់គ្នាមានអារម្មណ៍ថានឿយហត់នៅក្នុងរឿងណាមួយអាចថានៅក្នុងថ្ងៃទី8ដល់ថ្ងៃទី14អាចនឹងថាអ្នកទាំងអស់គ្នាមានភាពងាយស្រួលឬក៏អាចថាអត់មានការលំបាកដូចមុនទេអ្នកទាំងអស់គ្នាអាចនឹងមានពេលសម្រាប់ច្រើនសម្រាប់បងប្អូនទាំងអស់គ្នាហើយអ្វីដែលសំខាន់ទៀតមើលឃើញថាបងប្អូនទាំងអស់គ្នាអាចនឹងថាជាមនុស្សដែលមានភាពស្មោះត្រង់ដែរចំពោះរឿងស្នេហាបើសិនជាអ្នកទាំងអស់គ្នានឹងគឺជាមនុស្សស្រីមើលឃើញថាអ្នកទាំងអស់គ្នាមានការស្មោះត្រង់ជាមួយនឹងដៃគូស្នេហាបងប្អូនទាំងអស់គ្នាខ្លាំងមែនទែនដូច្នេះហើយមើលឃើញថានៅក្នុងថ្ងៃទី8ដល់ថ្ងៃទី14នេះអ្នកទាំងអស់គ្នាទទួលបានរឿងល្អច្រើនពិសេសបើអ្នកទាំងអស់គ្នាអត់ទាន់មានគូអ្នកទាំងអស់គ្នាអាចនឹងមានឱកាសក្នុងការបានជួបស
ស្នេហាគ្រាដំបូងបងប្អូនទាំងអស់គ្នាឬក៏ first love បងអ្នកទាំងអស់គ្នាផ្ទាល់ហ្នឹងហើយអ្នកទាំងអស់គ្នាអាចនឹងថាវាជាពេលវេលាមួយដែលអ្នកទាំងអស់គ្នាមានការរំភើបមានការសប្បាយរីករាយផងដែរសម្រាប់អ្នកដែលអត់ទាន់មានគូសោះប៉ុន្តែសម្រាប់អ្នកដែលមានគូហើយវិញនៅក្នុងនេះគឺតម្រូវឲ្យអ្នកទាំងអស់គ្នាមានការជ្រើសរើសយកនរណាម្នាក់ដើម្បីរួមដំណើរចូលក្នុងជីវិតបងប្អូនទាំងអស់គ្នាដឹងត្រឹមថានៅក្នុងតំណែងស្នេហាមួយហ្នឹងគឺមាននរណាម្នាក់ដែលមានជំរឿសនៅក្នុងរឿងស្នេហាដូច្នេះហើយគឺត្រូវតែមានការត្រូវជ្រើសរើសហើយអ្វីដែលសំខាន់នោះអ្វីដែលសំខាន់ហើយល្អសម្រាប់បងប្អូនទាំងអស់គ្នាទៀតនៅក្នុងអំឡុងថ្ងៃទី8ដល់ថ្ងៃទី14នឹងទៀតមើលឃើញថាអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមកសាងឋានៈលុយកាក់បងប្អូនទាំងអស់គ្នាឲ្យមានភាពរីកចម្រើនខ្លាំងនៅក្នុងនេះអ្នកទាំងអស់គ្នានឹងយកលុយកាក់ដែលមាននៅក្នុងដៃរបស់អ្នកនឹងយកវាទៅវិនិយោគនៅលើរឿងណាមួយដើម្បីអ្នកទាំងអស់គ្នាទទួលបានប្រាក់កម្រៃត្រឡប់មកវិញហើយអ្វីដែលសំខាន់នោះអ្នកទាំងអស់គ្នាមានការផ្ដោតទៅលើថាទោះលទ្ធផលចេញមករឿងយឺតយ៉ាវក៏ដោយប៉ុន្តែសូមឲ្យវានឹងគង់វង្សដូច្នេះហើយមើលឃើញថារឿងលុយកាក់អ្នកទាំងអស់គ្នាគឺមានគំនិតល្អិតល្អន់ខ្លាំងមែនតើមិនមែនជាមនុស្សដែលចេះតែចាយវាផ្ដេសផ្ដាស់យកទៅវិនិយោគផ្ដេសផ្ដាស់ទេបើសិនជាអ្នកទាំងអស់គ្នាមិនបានសិក្សាស្វែងយល់ច្បាស់លាស់ដូច្នេះហើយនៅក្នុងពេលវេលាហ្នឹងអ្នកទាំងអស់គ្នានឹងយកលុយមួយចំនួនដើម្បីទៅវិនិយោគនៅផ្នែកណាមួយដើម្បីអ្នកទាំងអស់គ្នាទទួលបានភាពរីកចម្រើនទៅថ្ងៃអនាគតហើយនៅក្នុងថ្ងៃទី8ដល់ថ្ងៃទី14នឹងផងដែរអ្នកទាំងអស់គ្នានឹងទទួលបានមនុស្សដែលចូលមកជួយជំនួសធ្វើការងារបងប្អូនទាំងអស់គ្នាបានល្អខ្លាំងមែនទែនហើយបើនិយាយពីស្នេហាវិញអ្នកទាំងអស់គ្នាអាចនឹងបានទទួលមនុស្សដែលអាចចូលមកជំនួសមនុស្សចាស់បងប្អូនទាំងអស់គ្នាបានផងដែរមូលហេតុដែលអ្នកទាំងអស់គ្នាមើលឃើញបែបហ្នឹងដោយសារតែមនុស្សហ្នឹងគាត់ពូកែគាត់មានសមត្ថភាពអ្វីដែលសំខាន់គាត់ជាមនុស្សដែលដឹងចិត្តបងប្អូនទាំងអស់គ្នាថាអ្នកទាំងអស់គ្នាចង់បានអីត្រូវការអ្វីដូច្នេះហើយនៅក្នុងពេលវេលាហ្នឹងមើលឃើញថាអ្នកទាំងអស់គ្នានឹងមានភាពរីកចម្រើននឹងមានភាពរីកធំធាត់រីកលូតលាស់ល្អខ្លាំងមែនទែនទាំងការងារទាំងលុយកាក់អ្វីហើយស្នេហាក៏ដូចគ្នាផងដែរដូច្នេះហើយមើលឃើញថាល្អមែនទែនសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងអំឡុងថ្ងៃទី8ដល់ថ្ងៃទី14ហ្នឹងហើយអ្វីដែលពិសេសនោះមើលឃើញថាអ្នកទាំងអស់គ្នានៅក្នុងពេលវេលាហ្នឹងអាចនឹងមានការសម្រាកធ្វើឲ្យអ្នកទាំងអស់គ្នាអត់សូវមានភាពហត់នឿយដោយសពម្ដងទេដូច្នេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ពីអត្ថន័យនៃវីដេអូមួយនេះផងដែរអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលចូលតាមដានទស្សនាវីដេអូនេះជូនពរបងប្អូនទាំងអស់គ្នាជោគជ័យក្នុងរឿងការងាររឿងលុយកាក់និងរចនាផងដែរអ្វីដែលសំខាន់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផងដែរជូនពរបងប្អូនទាំងអស់គ្នាមានការធ្វើដំណើរទៅណាមកណាឲ្យសុខសុវត្ថិភាពនិងសំណាងល្អគ្រប់ពេលវេលាផងដែរ